ឆេះហុយទៅលោមបងប្អូនអើយបាទចេញនេះនេះឆេះហុយទៅលោមបាទឆេះហុយទៅលោមបាទនេះអស់តោះវាបាញ់យើងអត់ឈប់ទេបាទនោះបាទនេះឆេះហុយទៅលោមជោគជ័យមើលទៅបាទនេះគ្រាន់តែខ្ញុំនៅឆ្ងាយបាទឆ្ងាយពីតំបន់ក្តៅបាទជោគជ័យឆេះហុយទៅលោមនេះបាទវាបាញ់បាទហើយសួរថាខ្ញុំអ្នកព័ត៌មាននឹងខ្ញុំបដូរដើម្បីអីបាទគឺខ្ញុំជាអ្នកយកព័ត៌មានគឺបដូរយកព័ត៌មានដើម្បីជាតិឲ្យដឹងថាឥឡូវហ្នឹងរឿងហេតុវាកើតដោយសារអីគឺសៀមបានបាញ់បហាមកលើយើងរហូតតែម្ដងបាទបាញ់បហាមកលើយើងសង្គ្រប់បាទទោះបីមានបត់ឈប់បាញ់យ៉ាងណាក៏ដោយបាទក៏នៅសៀមនៅតែបន្តបាញ់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះបាទហើយការឆេះនេះវេលាម៉ោង4:17 នាទីបាទម៉ោង4បាទអញ្ចឹងឆេះខាងជោគជ័យតែម្ដងបងប្អូនបាទនឹងជោគជ័យនេះខ្ញុំស្មានណាបងប្អូនបាទខុសត្រូវសូមមេត្តាខន្តីអភ័យទោសឆេះហុយទលោមនោះបាទអរគុណ